អាយដាមហ៊ុនជាប្រតិកម្មទៅលើរូបរបស់លោកវ៉ាន់ដាដែលបានដាក់នៅលើវីសាការរបស់ធនាគារ ABA បងប្អូនរឿងនេះគឺកំពុងតែផ្ទុះការแชร์និងមានការចាប់អារម្មណ៍និងបញ្ចេញមតិយោបល់ច្រើនដូចគ្នាផងដែរតែតងទៅនឹងការបង្ហោះរូបវីសាការដែលមានដាក់រូបលោកវ៉ាន់ដាចាដែលជាកម្ពុជាតារាចម្រៀងរ៉េបរបស់កម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញទៅកាន់បណ្ដាប្រទេសជាច្រើននៅលើពិភពលោកហ្នឹងណាបងប្អូនណាហ្នឹងហើយអញ្ចឹងដាក់រូបគាត់អញ្ចឹងហើយក៏មានបងប្អូនយើងជាច្រើនហ្នឹងគាត់ចូលទៅបញ្ចេញមតិយោបល់ចូលទៅខមមិនថាមិនក៏ដល់ថ្នាក់ហ្នឹងងាកវ៉ាន់ដាអញ្ចឹងចាហើយក៏ខ្លាំងអីក៏ខ្លាំងម្លេះវ៉ាន់ដាហ្នឹងក៏ម្លេះឡើងទៅដល់ដាក់លើរូបកាតរូបអីទៀតអញ្ចឹងណាបងប្អូនណាហ្នឹងហើយនៅក្នុងការដែលមានការបញ្ចេញមតិយោបល់នោះក៏មានចាបងហ៊ុនជាផងដែរដែលគាត់បាន share ហើយគាត់បានបន្ថែមជាមួយនឹង status នៃការយល់ឃើញរបស់គាត់ថាវាខ្លាំងជាងរូបប្រាសាទបុរាណខ្មែរទៅទៀតវើយស្អែកតែ ABA ដកលុយចេញវិញហើយអញចានេះសំណេររបស់គាត់ដែលគាត់ប្រតិកម្មឃើញរូបរបស់លោកវ៉ាន់ដានៅលើ Visa Card ABA ចានៅក្នុងការ share របស់គាត់នោះក៏មានអ្នក comment ចូលរួមច្រើនមែនតើដែលជាការគ្រប់គ្រងណាបងហាងស៊ីថាគាត់ comment ថាគ្រប់គ្រងបងប្រុសគួរតែដាក់រូបប្រាសាទនានាដែលសៀមកំពុងចង់បានពួកយើងក៏ដូចគ្នាដូរដាក់រូបប្រាសាទរបស់យើងបងវុធីណៈពាក្យក្នុងចិត្តបងស្លុតស៊ីណាណាស្អែកទៅបិទកង ABA ប្រូរដ្ឋា JR តិចវ៉ាន់ដាដូចជាធុញទ្រាន់ដល់ហើយបងបងឯងចង់ទៅណាមកឈ្មោះដល់កោហើយបងចាគាត់ comment ថាសំណាងឲ្យប្អូនប្រើ True Money ចានេះគឺ comment របស់គាត់ក្នុងនោះក៏មានការដែលចូលទៅ comment ប្រាប់ចាពីសំណាក់បងប្រុសភ័ក្រដែលគាត់ទៅ comment ប្រាប់ថា limited edition card សម្រាប់ fan របស់គេទេលោកពូអញ្ចឹងមានការបញ្ជាក់ថាកាតនេះគឺជាប្រភេទកាត limited edition ចាសម្រាប់ fan របស់លោកវ៉ាន់ដាតែប៉ុណ្ណោះមិនមែនជាប្រភេទ visa card ដែលប្រើប្រាស់ទូទៅគ្រប់អតិថិជននោះទេចាអាចថាសាច់រឿងនឹងអញ្ចឹងឬក៏យ៉ាងណានេះគាត់ថាជាការ comment បញ្ជាក់ពីខាងបងភ័ក្រនេះ account របស់គាត់នេះដែលគាត់បញ្ជាក់តាក់ទងទៅនឹងរូបរបស់លោកវ៉ាន់ដាដែលដាក់នៅលើ visa card ABA ព្រោះជាធម្មតាបងប្អូនដឹងស្រាប់ហើយ ABA គឺនិយាយទៅអាចនិយាយបានថាឈានមុខគេតាក់ទងទៅនឹងការប្រើប្រាស់ app ដំបូងគេ app ABA នៅលើប្រព័ន្ធទូរស័ព្ទការទូទាត់លុយអីផ្សេងណាដែលមិនមានចំណាយសេវាហ្នឹងចាគឺចេញពីនឹងមកគឺធ្វើឲ្យ ABA ផ្ទុះខ្លាំងមែនតើពង្រីកសាខាឥតសាកសារនៅក្នុងក្រុងភ្នំពេញក្តីនៅតាមបណ្ដាខេត្តក្តីទទួលបានការគាំទ្រច្រើនខ្លាំងយកតែមែនតើតែម្ដងចាបន្តមកទៀតហ្នឹងលោកវ៉ាន់ដាហ្នឹងក៏បានខ្លាយទៅជា BA ប្រចាំធនាគារ ABA ដូចគ្នាផងដែរបងប្អូនក្នុងហើយចុងក្រោយនេះគឺមានចេញជាប្រភេទ Visa Card ដែលមានដាក់រូបលោកវ៉ាន់ដានៅលើនឹងតែម្ដងអញ្ចឹងក៏មានប្រតិកម្មថាហ៊ីក៏ដល់ថ្នាក់នេះកាតជាលក្ខណៈប្រើទលំទលាចឹងអីហើយមិនក៏បានទៅដាក់រូបលោកវ៉ាន់ដាទៅវិញណាអញ្ចឹងណាបងប្អូនណាហ្នឹងហើយខាងបងហ៊ុនជាហ្នឹងក៏គាត់ប្រតិកម្មអញ្ចឹងហើយគេមានការចូល comment បញ្ជាក់ថាសម្រាប់ fan ចា Visa Card limited អីទេអញ្ចឹងសម្រាប់តែ fan របស់លោកវ៉ាន់ដាតែប៉ុណ្ណោះចាតែប្រហែលកាតអីអញ្ចឹងណាចាចំណែកកាត Visa ផ្សេងដែលប្រើទូទៅហ្នឹងគឺចាមិនមានរូបរបស់លោកវ៉ាន់ដានោះឡើយបងប្អូនអញ្ចឹងយើងរងចាំការបញ្ជាក់នោះជឿជាក់ថាមានការផុសផុលឆ្ងល់ក៏ជាបញ្ចេញមតិនៃការរិះគន់ច្រើនឆ្ងល់ថាហេតុអីបានជាដាក់រូបលោកវ៉ាន់ដានៅលើនឹងអីអញ្ចឹងប្រកាសជាអាចមានការឆ្លើយតបពីខាងធនាគារ ABA មកវិញអញ្ចឹងបើសិនជាមានព័ត៌មានអីអាប់ដេតថ្មីតាក់ទងទៅនឹងករណីនេះខ្ញុំធ្វើការជិបជូនទៅកាន់បងប្អូនជាបន្តផងដែរគណៈពេលនេះខ្ញុំក៏សូមបញ្ចប់រកការខុសឆ្គងក៏សូមអភ័យទោស